សួស្តីបងប្អូនពេលមែនអរគ្នាបាទថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយគេចង់បង្ហាញដល់បងប្អូនអរគ្នាទាក់ទងជាមួយនឹងផលិតផលថ្មីរបស់ JBL នៅខាងមុខខ្ញុំនេះគឺជាប្រភេទ JBL កម្ពុជាសម្រស់បាទបងប្អូនអាចដឹងហើយថាវាឈ្មោះអីបាទអានេះគឺជាចំនួនចុងក្រោយបង្អស់របស់ JBL PAL 4បាទ JBL PAL 4កាលពីមុនវាមានស៊េរី JBL PAL 3 PAL 2អីចឹងណាបាទតែឥឡូវនេះអានេះគឺជា model ចុងក្រោយបាទគឺវាអាប់ដេតថ្មីទាំងស្រុងតែម្ដងបាទគឺថ្មីទាំងរូបរាងថ្មីទាំងតម្លៃថ្មីទាំងសម្លេងបាទហើយចង់ដឹងថាតើរូបរាងរបស់វាស្អាតដល់កម្រិតណាបាទខ្ញុំនឹងបង្ហាញដល់បងប្អូនអរគ្នាហើយខ្ញុំនឹងធ្វើការ unbox បាទឥឡូវនេះខ្ញុំនឹងធ្វើការបើកប្រអប់ទៅលើប្រភេទ JBL PAL 4បាទប្រអប់របស់វាគឺ design មកគឺស្អាតមែនតើអូខេបាទនេះយើងបកមកយើងឃើញតម្រងបែបនេះបាទតោះមកយើងបកខាងលើនេះចេញមកបាទថ្មីតែម្ដងបាទគឺនៅក្នុងប្រអប់បន្ទាប់មកនៅផ្នែកគៀនខាងនេះបាទគៀនខាងនេះយើងមានកូនប្រអប់ទូចមួយបាទកូនប្រអប់ទូចនេះគឺគេដាក់ខ្សែសាកហើយនឹងសភៅណែនាំរបស់វាបាទបងប្អូនមួយចំនួនដែលគាត់បានទិញ speaker យកទៅប្រើប្រាស់ប្រភេទ speaker ស៊េរីក្រោយរបស់ JBL បាទគាត់អត់បានមើលកន្លែងនេះគាត់ថាចំទិញទៅបាត់ឆ្នាំងសាកអស់លីងពេលអញ្ចឹងគាត់ស្មានតែយើងលួចឆ្នាំងសាកគាត់តែប៉ិតគាត់អត់បានមើលបាទកូនប្រអប់ទូចនេះគឺវាមានដាក់មកគឺខ្សែសាកបាទគឺមានតែខ្សែសាកមួយទេចម្លែកមែនតើអត់មានដុំសាកដូចស៊េរីមុនទេខ្សែសាករបស់វាគឺជាប្រភេទ speaker ចំនួនថ្មីហើយគឺជាប្រភេទខ្សែសាកស៊េរីថ្មីដែរបាទខ្សែសាករបស់វាគឺជាប្រភេទ Type C នេះគឺជា JBL PAL 4បាទគឺខ្ញុំទាញមកហើយខ្ញុំថាតើវាស្អាតប៉ុណ្ណាខ្ញុំក៏អត់ទាន់ឃើញដែរបាទអូវ៉ាវកប់ស៊េរីបាទគឺស្អាតមែនតើនេះគឺកែវតែម្ដងបាទគឺដូចកែវអញ្ចឹងគឺថ្លាមើលទៅថ្លាស្អាតមែនតើហើយធ្ងន់មូលហេតុដែលធ្វើឲ្យ speaker PAL 4ហ្នឹងធ្ងន់ជាងមុនគឺដោយសារតែវាធ្វើនៅប្រភេទកញ្ចក់បាទកែវរបស់វាខាងក្រៅនេះកែវនេះគឺបងប្អូនតែចាំថាមិនមែនជាកញ្ចក់ស្រួយទេបាទគឺជាចទេចរឹងហើយថ្លាបាទចរឹងហើយថ្លាស្វិតទៀតគឺចហ្នឹងគឺធន់មែនតើធ្លាក់ល្មមគឺអត់បែកទេគឺរូបរាងរបស់វាស្អាតមែនតើគឺវាមានsubwoofer វានៅខាងក្រោមហើយខាងលើនេះគឺជា speaker របស់វាដែរសម្រាប់ JBL PAL 4គឺវាប្លែកត្រង់ថាខាងលើនេះគឺការប្រភេទPAL 3បាទខាងលើនេះគឺយើងយកដៃសកត់តុនដូចនៅផ្នែកខាងក្រោមរបស់វាអញ្ចឹងបាទគឺវាតុនចាប៉ុន្តែអាទីថ្មីនេះអត់ទេរឹងហ្មងទីតាំងសាកថ្មគឺវានៅកន្លែងនេះវិញបាទគឺវាធ្វើដូចកាលពីមុនដែរប៉ុន្តែនៃការ design ហើយនឹងភាគរយថ្មគឺយើងមើលឃើញខុសគ្នាហើយនឹងប្រភេទចាំងសាក់ក៏ខុសគ្នាដែរបាទហើយចំពោះពីតុង power របស់វាមកធ្វើនៅលើនេះវិញបាទវាធ្វើនៅលើនេះវិញពីតុង power ភ្ជាប់ជាមួយនឹងពីតុង Bluetooth បាទហើយនៅផ្នែកខាងនេះគឺជាពីតុងតម្លើងទម្លាក់សំឡេងបាទហើយនៅផ្នែកខាងនេះគឺជាប្រភេទពីតុងយើងអាចបដូរពណ៌បានបាទហើយនៅផ្នែកខាងនេះគេហៅថាពីតុង party បាទពីតុង party នេះគឺជាប្រភេទពីតុងយើងអាច connect speaker បានច្រើនឥតកំណត់បាទគឺវាដាក់សញ្ញាណនបាទបងប្អូនអ្នកគ្នាឥឡូវនេះខ្ញុំធ្វើការចុចបើកទៅលើប្រភេទ JBL PAL 4ចឹងដឹងថាតើភ្លើងរបស់វាចេញមកវាសម្រស់ល្អប៉ុណ្ណាបាទខ្ញុំអត់ទាន់បានចុចបើកដែរឥឡូវនេះលើកទី1ណាលើកទី1ទាំងអស់គ្នាអូខេខ្ញុំចុចបើកហើយអូវ៉ាវគឺស្អាតមែនតើបាទស្អាតមែនតើអូគឺស្អាតមែនតើគឺភ្លើងរបស់វាអត់ដូចពីមុនទេប្រភេទ PAL 3កាលមុនគឺវាមានមួយកណាត់ធំនេះគឺ speaker តែឥឡូវនេះអត់ទេគឺពីក្រោមដល់លើនេះគឺភ្លើងទាំងអស់ហ្មងបាទហើយ speaker របស់វានៅចំកណ្ដាលនេះវិញបាទ speaker របស់វានៅចំកណ្ដាលនេះវិញហើយ subwoofer វានៅក្រោមនេះហើយចំពោះ logo របស់វាវិញបាទ logo របស់វាគឺវាធ្វើមកគឺជាប់ផុងចូលនៅក្នុងកញ្ចក់ហ្នឹងហ្មងបាទកែវហ្នឹងហ្មងបាទហើយនៅផ្នែកឆ្នាំងសាករបស់វាបាទខាងសាករបស់វាគឺជាប្រភេទ Type C ហើយខាងនេះគឺជាប្រភេទភាគរយថ្មបាទភាគរយថ្មនេះគឺយើងអាចមើលតាមចំនួនភ្លើងកាលណាភ្លើងវាស្រកអស់ខ្លាំងមានន័យថាវាអស់ថ្មហើយបាទឥឡូវចង់ដឹងនេះថ្មវានៅប្រហែលជាបើកមកប្រហែលជា 30% បាទ
ចឹងគឺបើសិនជាយើងទិញថ្មីគឺយើងត្រូវការទាមទារបញ្ចូលថ្មវាពេញសិនពេញហើយបានយើងចាប់ផ្ដើមប្រើប្រាស់វាធម្មតាទៅបាទហើយបងប្អូនមិនបញ្ចូលចោលទេបាទបញ្ចូលតែមកពេញទៅប្រើបានហើយតែ JBL Pal 4នេះវាមានលក្ខណៈពិសេសអីខ្លះហើយវាបានភ្ជាប់មកជាមួយនឹងចំណុចពិសេសអីរបៀបម៉េចខុសប្លែកពីមុនបាទខ្ញុំនឹងបង្ហាញដល់បងប្អូនអរគ្នាបាទទី1ទាក់ទងរឿងតម្លៃបាទ JBL Pal 4ឥឡូវនេះតម្លៃរបស់វាគឺមួយគ្រាប់ហ្នឹងគឺ$229បាទហើយ JBL Pal 4គឺជាប្រភេទ speaker ដែលមានសម្រស់ស្រស់ស្អាតបាទសម្រស់ស្រស់ស្អាតមែនតើបាទគឺមកប្រភេទ speaker ទាំងអស់មិនថារបស់ JBL ប្រភេទ brand ផ្សេងទេបាទគឺខ្ញុំអត់ដែលឃើញ speaker ណាដែលស្អាតដូច JBL Pal 4ទេបាទ JBL Pal 4គឺស្អាតមែនតើអានេះគឺយើងស័ក្តិសមមែនតើបងប្អូនទិញយកទៅដាក់នៅក្នុងបន្ទប់គេងយើងទិញទៅស្ដាប់លក្ខណៈផ្ទាល់ខ្លួនដូចជាពិសេសបងប្អូនសេះសាលាអីហ្នឹងគាត់រៀនបដាគាត់បើកចម្រៀងងុំតិចតិចទៅចេញភ្លើងសឹមចឹងមករៀនទៅមានអារម្មណ៍ថាវាស្រស់ស្រាយបាទបាទធ្លាក់រាល់ខែហ្មងហើយលក្ខណៈពិសេសមួយទៀតបាទគឺជាប្រភេទ speaker ដែលមានកម្លាំងរហូតដល់20 វ៉ាត់បាទ JBL Pal 4កម្លាំងរបស់វាគឺ20 វ៉ាត់ហើយថ្មរបស់វាយើងបញ្ចូលក្នុងរយៈពេល3ម៉ោងកន្លះគឺបញ្ចូលពេញហើយបាទហ្នឹងគឺ JBL Pal 4ចំពោះទំហំថ្មរបស់វា JBL Pal 4ទំហំថ្មរបស់វាគឺ7260 មីលីអាំពែបាទថ្មវាគឺធំមែនតើហើយចំនួនថ្មរបស់វាយើងអាចប្រើបានរហូតដល់12ម៉ោងហើយចំពោះ JBL Pal 4គឺជាប្រភេទ speaker ដែលមានសំឡេង360 degree 360 degree ហ្នឹងមានន័យថាម៉េចមានន័យថាគឺបងប្អូនដាក់ speaker ចំកណ្ដាលតុចហើយបងប្អូនឈរជុំវិញឬមួយក៏យើងអង្គុយស្ដាប់ជុំវិញអញ្ចឹងណាបាទសំឡេងរបស់វាគឺវាលឺស្មើទាំងអស់តែម្ដងបាទមិនថាបងប្អូននៅពីមុខពីក្រោយពីចំហៀងពីខាងពីកន្លែងណាទេបាទគឺយើងអាចស្ដាប់សំឡេងចេញពី speaker ហ្នឹងគឺបានស្មើគ្នាបាទគឺលឺសំឡេងព្រោះដូចគ្នាបាទហើយចំពោះ JBL Pal 4គឺយើងមានការធានារយៈពេល1ឆ្នាំពេញតែម្ដងបាទទី1គឺធានាទៅលើគុណភាពធានារយៈពេល1ឆ្នាំបាទថ្មធានារយៈពេល6ខែបាទហើយបើសិនជាបងប្អូនទិញចាប់ពីថ្ងៃនេះទៅឥឡូវថាទិញថ្ងៃទី1បាទដល់ថ្ងៃទី6ដល់ថ្ងៃទី3ទី4ទី5មានបញ្ហាគឺយើងធ្វើការដូរថ្មីជូនតែម្ដងឥឡូវខ្ញុំធ្វើការបញ្ជាក់លក្ខណៈពិសេសរបស់វាធំគឺវាមាន4បាទទី1គឺគុណភាពថ្មរបស់វាគឺបានរហូតដល់12ម៉ោងបាទហើយទី2គឺជាប្រភេទ speaker មានភ្លើងបាទភ្លើងរបស់វាគឺវាបញ្ចេញពន្លឺរបស់វាគឺជុំវិញខ្លួនវាតែម្ដងបាទគឺ360 degree ហើយមួយទៀតគឺជាប្រភេទ speaker waterproof បាទ speaker waterproof JBL Pal 4គឺបងប្អូនអាចយកទៅលេងទឹកបានបងប្អូនអាចយកទៅជាមួយទឹកអាចលាងទឹកអាចអីបានគឺម៉ាសរីម៉ាស្រឡាញ់តែម្ដងអត់មានបញ្ហាទេហើយចំពោះកម្រិតដែលយើងអាចយកទឹកបានគឺចាប់ពី10ទៅកន្លះម៉ោងបាទហើយជម្រៅទឹកគឺត្រឹមតែ1ម៉ែត្រប៉ុន្តែបើសិនជាបងប្អូនចង់ចូលជ្រៅលើហ្នឹងបាទឬមួយទុកយូរជាងហ្នឹងបាទអាហ្នឹងបើសិនជាខូចគឺយើងអត់មានការធានាទេបាទអាហ្នឹងគឺលក្ខខណ្ឌនៃការធានាបាទហើយអ្វីដែលពិសេសចុងក្រោយគេគឺវាមានប៊ីតុង Party ហ្នឹងគឺខ្ញុំបានបញ្ជាក់មិញហើយគឺយើងអាច connect speaker Pal 4ហ្នឹងទៅប្រភេទ speaker Pal 4ដទៃទៀតបាទចង់មានថាបងប្អូនមាន speaker នេះ10គ្រឿងបាទគឺយើងអាច connect link តគ្នាបាទlink តគ្នាពី1ទៅ1រហូតដល់បាន10គ្រឿងឬមួយក៏លើសពីហ្នឹងបាទបងប្អូនអរគ្នាហើយអ្វីដែលពិសេសចុងក្រោយដែលខ្ញុំចង់បង្ហាញដល់បងប្អូនអរគ្នាបាទនៅពេលដែលបងប្អូនប្រើប្រាស់ទៅលើប្រភេទ JBL ណាមួយក៏ដោយបាទដូចជា JBL Charge 4បាទ Flip 5 JBL Extreme 2ឬមួយក៏ Boombox បាទហើយអ្វីដែលពិសេសជាងគេគឺទៅលើប្រភេទ JBL Pal 3ឬមួយក៏ JBL Pal 4បាទគឺបងប្អូនកុំភ្លេចឲ្យសោះគឺបងប្អូនត្រូវ download កម្មវិធីរបស់ JBL មួយគឺយើងអាច download បានតាមរយៈទូរស័ព្ទ iPhone របស់យើងឬមួយក៏ Samsung និយាយទៅគឺប្រភេទ iOS និង Android គឺវាមានទាំងអស់បាទកម្មវិធីហ្នឹងគឺមានឈ្មោះថា JBL Connect បាទ JBL Connect នេះគឺអត្ថប្រយោជន៍របស់វាគឺយើង download មកបាទឥឡូវនេះខ្ញុំបាន download មកហើយបាទនេះគឺយើងចុចចូលនៅកម្មវិធីរបស់ JBL Connect ហ្នឹងទៅបាទបន្ទាប់មកវាចេញប្រភេទ speaker របស់យើងដែលយើងបានភ្ជាប់ Bluetooth ចូលបាទចំពោះកម្មវិធី JBL Connect នេះគឺយើងកាលណាយើងភ្ជាប់ជាមួយនឹង speaker របស់យើងហើយបាទគឺបងប្អូនអាចលេងភ្លើងលេងអីនៅលើទូរស័ព្ទរបស់យើងបានដោយមិនចាំបាច់យើងមកចុចនៅនេះទេបាទហើយយើងស្រួលមើលទៀតបាទនេះគឺខ្ញុំភ្ជាប់ចូល JBL Pal 4ហើយគឺវាចេញរូប JBL Pal 4បន្ទាប់មកខ្ញុំចុចកន្លែងភ្លើងបាទនេះភ្លើងរបស់វាគឺវាមានច្រើនបាទនេះមានតាម mode តាម style របស់វាហើយបងប្អូនមើលទៅលើ speaker ទៅវាដូរពណ៌ទៅតាមនឹងដែរបាទឃើញទេបាទអញ្ចឹងស្រួលមែនតើបាទគឺលយមែនតើហើយយើងស្រួលប្រើប្រាស់ហើយមួយទៀតគឺយើងអាចparty បាទនេះប៊ីតុង party នេះយើងអាច connect speaker ពីមួយទៅមួយបានហើយយើងអាច control បានមួយទៀតវាដាក់ថា stereo បាទ stereo នេះករណីបងប្អូនមាន JBL Pal 4បាទបងប្អូនមាន JBL Pal 4 2គ្រាប់អញ្ចឹងទៅ
កាលណាយើងភ្ជាប់ចូលគ្នាគឺបើសិនជាបងប្អូនអត់ប្រើកម្មវិធីរបស់ JBL ហ្នឹងទេគឺយើងអាចស្ដាប់បានលក្ខណៈ mono មានន័យថាបងប្អូនមាន speaker 2មែនប៉ុន្តែនៅពេលដែលយើងដាក់ឆ្វេងស្ដាំអញ្ចឹងទៅគឺវាចេញទៅលក្ខណៈ mono ដដែលទេបាទប៉ុន្តែបងប្អូនចង់ឲ្យវាចេញលក្ខណៈ stereo ហ្នឹងចម្រៀងខ្លះវាមាន file stereo បាទគឺយើងចាក់ទៅវាភ្លេងវាលោតឆ្លាស់គ្នារំដំព្រោះមែនតើបាទអញ្ចឹងគឺយើងអាចប្រើនៅលើ JBL Connect នឹងបានបាទគឺយើងអាចកលីងជាលក្ខណៈ stereo អញ្ចឹងមកបាទឃើញទេបាទគឺបងប្អូនអាចស្ដាប់សំឡេងគឺលក្ខណៈ stereo ចេញពី speaker របស់យើងបាទអញ្ចឹងគឺភ្លេងអីគឺវាបរិសុទ្ធជាងមុនទៀតកាលណាយើងភ្ជាប់ជាលក្ខណៈ stereo អញ្ចឹងគឺ JBL Power 4គឺស្អាតហើយពិសេសមែនតើឥឡូវនេះខ្ញុំនឹងធ្វើការសាកសំឡេងបងប្អូនអរគ្នាបាទចង់ដឹងថាតើ JBL Power 4ហ្នឹងសំឡេងរបស់វាចេញមកឮខ្លាំងអត់ហើយពិរោះអត់បាទអញ្ចឹងគឺខ្ញុំនឹងធ្វើការតេស្តសំឡេងអូបាទ speaker នេះគឺសំឡេងរបស់វាគឺខ្ញុំចង់ប្រាប់ថាសំឡេងរបស់វាអត់សូវឮខ្លាំងទេបាទប៉ុន្តែវាចេញមកឮពិរោះមែនតើបាទសំឡេងវាអត់សូវឮខ្លាំងទេប៉ុន្តែចេញមកគឺពិរោះបាទគឺសំឡេង high សំឡេង mid របស់វាគឺវាចេញមកឮច្បាស់ល្អហើយលះសទន់បាទអ្វីដែលពិសេសគឺស្ដាប់ទៅឮសទន់ល្អមែនតើបាទហើយសំឡេងរបស់វាគឺអត់សូវបុកបាក់ខ្លាំងទេបាទអត់សូវបុកបាក់ខ្លាំងទេបងប្អូនបាទរូបរាងរបស់វានឹងធំមែនបាទប៉ុន្តែអា subwoofer របស់វានៅខាងក្រោមនេះទូចបាទទូចហើយអាផ្នែកខាងលើនេះក៏ជា speaker របស់វាដែរបាទអញ្ចឹងកាលណាវាបញ្ចេញសំឡេងមកគឺវាអត់ដូចប្រភេទ JBL Charge 4 ឬមួយក៏ JBL Extreme 2ដែរបាទគឺតម្លៃរបស់វាថ្លៃជាងមែនប៉ុន្តែបើសិនជាខ្ញុំប្រៀបធៀបសំឡេងទៅនឹងប្រភេទ JBL Charge 4គឺ JBL Charge 4សំឡេងរបស់វាឮខ្លាំងជាងលះជាងបុកបាក់ងុំជាងអានេះគឺសំឡេងរបស់វាអត់សូវងុំទេប៉ុន្តែវាឮព្រោះបាទចង់និយាយថាបងប្អូនដែលចូលចិត្តលក្ខណៈ classic បាទសំឡេងរបស់វាអត់សូវបុកបាក់ខ្លាំងហ្មងទេតែវាចេញមកឮសទន់ព្រោះរំដំហ្មងបើសិនជាបងប្អូនស្ដាប់បទជាលក្ខណៈមនោសញ្ចេតនាគឺត្រូវមែនតើបាទពួកអីខ្ញុំគិតថាបងប្អូនដែលទិញប្រភេទ speaker JBL Power 4គឺជាបងប្អូនដែលគាត់ចូលចិត្តលក្ខណៈស្ងៀមស្ងាត់ជាមួយបងប្អូនចូលចិត្តលក្ខណៈ romantic អីចឹងទៅបាទពួកឯកាលណាយើងទិញអានេះទៅគឺយើងទី1យើងចង់បានភ្លើងរបស់វាបាទភ្លើងបន្លឺរបស់វាចេញមកស្អាតអីចឹងទៅបាទហើយទី2ចម្រៀងរបស់វាចេញទៅពីរោះបាទយើងស្ដាប់ទៅលងលោចរំដំបាទនេះគឺបងប្អូនដែលគាត់ចូលចិត្តលក្ខណៈបែបហ្នឹងគឺត្រូវបាទប៉ុន្តែបើសិនជាបងប្អូនចូលចិត្តលក្ខណៈបុកបាសឬខ្លាំងបាទគឺខ្ញុំអត់ recommend ឲ្យទិញ JBL Charge Power 4នឹងទេបាទ JBL Power 4សំឡេងរបស់វាលឺអត់ទៅខ្លាំងទេបាទកម្រិតសំឡេងរបស់វាគឺ20 វ៉ាត់ប៉ុន្តែសំឡេងរបស់វាចេញទៅអត់សូវខ្លាំងទេហើយអត់ទៅបុកបាសទេបាទប៉ុន្តែវាលឺព្រោះលឺសទន់បាទបើសិនជាបងប្អូនស្ដាប់បទសង់ទីម៉ង់បទមនោសញ្ចេតនាបាទគឺល្អមែនតើគឺត្រូវបាច់តែម្ដងបាទអញ្ចឹងបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ទៅលើ JBL Power 4បាទគឺបងប្អូនអាចទាក់ទងបានតាមរយៈលេខទូរស័ព្ទ070 39 5103និងលេខមួយខ្សែទៀត093 88 26 66បាទទីតាំងគឺស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅស៊ីតុងទៅមុខផ្សារឃ្លាំងរំសេវបាទទីនេះគឺយើងមាន speaker គ្រប់ស៊េរីគ្រប់ model របស់ JBL បាទគឺជា JBL showroom បាទគឺបងប្អូនអាចមកសាកសំឡេងអាចមកតេស្តសំឡេងបានបាទអាចមកសាកសួរតម្លៃសួរព័ត៌មានអីផ្សេងៗបានដោយសេរីតែម្ដងបាទអញ្ចឹងអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការតាមដានវីដេអូខ្លីមួយនេះបាទអរគុណបងប្អូន